មនុស្សឆ្លាតវៃដឹងថាការលះបង់រឿងទាំង5នេះឲ្យបានឆាប់ធ្វើឲ្យជីវិតកាន់តែស្រាលនិងនាំមកនូវសំណាងល្អកាន់តែច្រើនការកាន់ច្រើនពេកមិនមែនតែងតែល្អនោះទេរឿងខ្លះកាលណាអ្នកកាន់តែតឹងអ្នកកាន់តែអស់កម្លាំងឱកាសកាន់តែច្រើនដែលអ្នកខកខានហើយវាកាន់តែពិបាកក្នុងការស្វែងរកសន្តិភាពការដឹងពីពេលណាត្រូវលះបង់ជួនកាលជាចំណុចរបត់ដ៏ធំបំផុតមួយលះបង់ទំនាក់ទំនងដែលនាំមកនូវថាមពលអវិជ្ជមានទំនាក់ទំនងដែលធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងបន្ទាប់ពីការជួបប្រទះនីមួយនេះអាចជានរណាម្នាក់ដែលតែងតែវិនិច្ឆ័យប្រៀបធៀបសប្បុរសទស្សនិយមឬគ្រាន់តែស្វែងរកអ្នកសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនការព្យាយាមរក្សាទំនាក់ទំនងបែបនេះធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែធ្ងន់ 2. ការលះបង់ទម្លាប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើឲ្យការប្រៀបធៀបកើតឡើងជារៀងរាល់ថ្ងៃអ្នកដទៃទទួលបានការឡើងឋានៈទិញផ្ទះធ្វើដំណើរឬសម្រេចបានជោគជ័យយ៉ាងងាយស្រួលធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ថាត្រូវបានទុកចោលប៉ុន្តែអ្វីដែលអ្នកឃើញច្រើនតែគ្រាន់តែជាចុងផ្ទាំងទឹកក៏ប៉ុណ្ណោះមនុស្សគ្រប់គ្នាមានចំណុចចាប់ផ្ដើមស្ថានភាពរស់នៅនិងគោលដៅខុសគ្នាការប្រៀបធៀបឥតឈប់ឈរមិនជួយអ្នកឲ្យប្រសើរឡើងទេវាគ្រាន់តែបង្កើតសម្ពាធបង្កើនអារម្មណ៍នៃភាពអន់ជាងឬការច្រណែនវាក៏រំខានអ្នកពីតម្លៃដែលអ្នកមានរួចហើយផងដែរ 3. ការលះបង់ការសោកស្ដាយពីអតីតកាលមនុស្សគ្រប់គ្នាធ្វើខុសឬខកខានឱកាសទោះជាយ៉ាងណាក៏ដោយការចំណាយពេលវេលាច្រើនពេកក្នុងការគិតអំពីកំហុសឆ្គងពីអតីតកាលនឹងមិនផ្លាស់ប្ដូរអ្វីដែលបានកើតឡើងរួចហើយនោះទេផ្ទុយទៅវិញវាធ្វើឲ្យអស់កម្លាំងសម្រាប់បច្ចុប្បន្នកាលយោងតាមអ្នកចិត្តសាស្ត្រការរំលឹកឡើងវិញជានិច្ចអំពីអតីតកាលអាចបង្កើនភាពតានតឹងកាត់បន្ថយការផ្ដោតអារម្មណ៍និងប៉ះពាល់អវិជ្ជមានដល់គុណភាពជីវិតអតីតកាលមានតម្លៃលុះត្រាតែវាក្លាយជាមេរៀនមិនមែនជាបន្ទុកដែលត្រូវទ្រាំទ្រនោះទេ 4. លះបង់បំណងប្រាថ្នាចង់ផ្គាប់ចិត្តមនុស្សគ្រប់គ្នាមនុស្សជាច្រើនរស់នៅពេញមួយជីវិតរបស់ពួកគេដោយខ្លាចធ្វើឲ្យអ្នកដទៃមិនពេញចិត្តពួកគេខ្លាចនិយាយថាទេតែងតែព្យាយាមបំពេញតាមសំណើនីមួយនិងដាក់តម្រូវការរបស់អ្នកដទៃមុនតម្រូវការរបស់ពួកគេលទ្ធផលគឺថាកាលណាពួកគេព្យាយាមកាន់តែច្រើនពួកគេកាន់តែអស់កម្លាំងគ្មាននរណាម្នាក់អាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេមនុស្សម្នាក់មានគំនិតស្តង់ដារនិងទស្សនៈផ្ទាល់ខ្លួនការព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នាគឺមិនអាចទៅរួចទេហើយធ្វើឲ្យតម្លៃពិតរបស់មនុស្សម្នាក់ថយចុះ 5. លះបង់ការភ័យខ្លាចចំពោះការផ្លាស់ប្ដូរការភ័យខ្លាចធ្វើឲ្យមនុស្សជាច្រើននៅតែស្ថិតក្នុងតំបន់សុខស្រួលរបស់ពួកគេទោះបីជាវាធ្វើឲ្យពួកគេមិនសប្បាយចិត្តក៏ដោយពួកគេពន្យាពេលរៀនជំនាញថ្មីផ្លាស់ប្ដូរការងារឬការសាកល្បងឱកាសថ្មីពីព្រោះពួកគេខ្លាចបរាជ័យតាមពិតទៅការផ្លាស់ប្ដូរតែងតែមានហានិភ័យប៉ុន្តែក៏បើកលទ្ធភាពសម្រាប់ការរីកចម្រើនផងដែរបច្ចេកវិទ្យាទីផ្សារការងារនិងល្បឿននៃជីវិតកំពុងផ្លាស់ប្ដូរជារៀងរាល់ថ្ងៃអ្នកដែលសម្របខ្លួនបានយ៉ាងងាយស្រួលជារឿយមានឱកាសច្រើនជាងអ្នកដែលប្រកាន់ខ្ជាប់នូវទម្លាប់ដែលធ្លាប់ស្គាល់ការលះបង់ការភ័យខ្លាចមិនមានន័យថាធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្ននោះទេវាមានន័យថាហ៊ានបោះជំហានមួយទៀតបន្ទាប់ពីពិចារណាដោយប្រុងប្រយ័ត្នការរៀបចំនិងការទទួលយកថាការបរាជ័យក៏ជាផ្នែកមួយនៃដំណើរការរីកចម្រើនផងដែរ